បច្ចេកវិទ្យាអាប់ដេតដេសូមស្វាគមន៍ចិនកំពុងបង្កើនល្បឿនបច្ចេកវិទ្យាតភ្ជាប់គូក្បាលជាមួយកុំព្យូទ័រដើម្បីប្រជែងនឹងក្រុមហ៊ុន Neuralink ស្របពេលដែលពិភពលោកកំពុងតែផ្ដោតការចាប់អារម្មណ៍ខ្លាំងទៅលើក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីពិភពលោកគឺលោក Elon Musk ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យាតភ្ជាប់គូក្បាលជាមួយកុំព្យូទ័រងាកមកប្រទេសចិនឯនេះវិញក៏កំពុងតែបង្កើនល្បឿនយ៉ាងលឿននិងស្ងៀមស្ងាត់នៅក្នុងការប្រែក្លាយបច្ចេកវិទ្យាពីមន្ទីរពិសោធន៍ឲ្យទៅជាឧស្សាហកម្មខ្នាតធំដែលអាចផ្លាស់ប្ដូរមុខមាត់វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិភពលោកផ្ទុយពីវិធីសាស្ត្ររបស់លោក Elon Musk ដែលផ្ដោតទៅលើការវះកាត់បង្កប់បន្ទះជីបចូលទៅក្នុងខួរក្បាលមនុស្សពលគឺឧស្សាហកម្មបច្ចេកវិទ្យាតភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័ររបស់ចិនកំពុងដើរលើផ្លូវពីរស្របគ្នាទី1គឺបច្ចេកវិទ្យាវះកាត់បង្កប់វិធីសាស្ត្រនេះគឺកំពុងតែមានវឌ្ឍនភាពលឿននៅក្នុងការជួយអ្នកជំងឺខ្វិនឲ្យមានចលនាឡើងវិញទី2បច្ចេកវិទ្យាមិនបាច់វះកាត់ដោយចិនកំពុងតែនាំមុខនៅក្នុងការបង្កើតឧបករណ៍ពាក់ទៅលើក្បាលដែលអាចប្រើប្រាស់បាននៅក្នុងវិស័យអប់រំយោធានិងការថែទាំសុខភាពទូទៅមូលហេតុចម្បងដែលធ្វើឲ្យចិនមានការអភិវឌ្ឍបច្ចេកវិទ្យានេះបានយ៉ាងលឿនរហ័សនៅក្នុងសមរភូមិបច្ចេកវិទ្យានេះគឺដោយសារតែការដាក់បញ្ចូលនៅបច្ចេកវិទ្យាតជាប់គូក្បាលជាមួយកុំព្យូទ័រទៅក្នុងឧស្សាហកម្មនាពេលអនាគតដែលមានអាទិភាពខ្ពស់បំផុតរដ្ឋាភិបាលក្រុងប៉េកាំងបានផ្ដល់ទាំងថវិកាមន្ទីរពិសោធន៍ថ្នាក់ជាតិនិងការសម្របសម្រួលផ្នែកច្បាប់ដើម្បីរុញច្រានឲ្យផលិតផលទាំងនេះចេញលក់នៅលើទីផ្សារឲ្យបានឆាប់រហ័សបច្ចុប្បន្នក្រុមហ៊ុនចិនជាច្រើនកំពុងតែបង្ហាញសមត្ថភាពមិនចាញ់ក្រុមហ៊ុន Neuralink ឡើយជាពិសេសនៅក្នុងការកាត់បន្ថយភាពយឺតយ៉ាវនៃសញ្ញានិងការបង្កើននូវភាពត្រឹមត្រូវនៃការបញ្ជាដោយខួរក្បាលអ្នកជំនាញយល់ថាប្រសិនបើនិន្នាការនេះនៅតែបន្តចិនអាចនឹងក្លាយជាអ្នកកំណត់ស្តង់ដារសម្រាប់បច្ចេកវិទ្យាតភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រពិភពលោកក្នុងពេលដ៏ខ្លីខាងមុខនេះគួរជម្រាបជូនផងដែរថាបច្ចេកវិទ្យាតភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រនៅដើមឆ្នាំ2026នេះគឺបានបង្ហាញថាការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិនមិនមែនមានតែលើវិស័យ AI ឬក៏បន្ទះឈីបកុំព្យូទ័រប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងលើសមរភូមិខួរក្បាលទៀតផងមេតាថាមានក្មេងជំទង់ 19% លើ Instagram បានឃើញរូបភាពអាភាសដែលពួកគេមិនចង់ឃើញយោងតាមឯកសារតុលាការបានឲ្យដឹងថាអ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី13ឆ្នាំរហូតដល់15ឆ្នាំក្នុងនោះយ៉ាងហោចណាស់ម្នាក់នៅក្នុងចំណោម5នាក់បានប្រាប់ក្រុមហ៊ុនមេតាថាពួកគេបានឃើញរូបភាពអាក្រាតកាយឬក៏រូបភាពផ្លូវភេទនៅលើ Instagram ដែលពួកគេមិនចង់ឃើញតតែសោះឯកសារនេះគឺត្រូវបានដាក់ជាសាធារណៈកាលពីថ្ងៃសុក្រសប្តាហ៍មុនដែលជាផ្នែកមួយនៃបណ្ដឹងសហព័ន្ធនៅក្នុងរដ្ឋ California យោងតាមខ្លឹមសារដែលភ្នាក់ងារ Reuters បានពិនិត្យនៅក្នុងនោះក៏បានបញ្ចូលនៅផ្នែកខ្លះនៃសក្ខីកម្មរបស់លោក Adam Mosseri ដែលជាប្រធាន Instagram កាលពីខែមីនាឆ្នាំ2025ផងដែរយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី26ខែកុម្ភៈឆ្នាំ2026បានបង្ហាញថាការស្ទង់មតិនេះគឺត្រូវបានធ្វើឡើងនៅក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេងហើយលទ្ធផលបានបង្ហាញអំពីបញ្ហាប្រឈមដ៏ធំទាក់ទងទៅនឹងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតព័ត៌មាននេះបានលេចឡើងចំពេលដែលមានការប្តឹងផ្តល់ជាបន្តបន្ទាប់ពីបណ្ដារដ្ឋនានានៅសហរដ្ឋអាមេរិកដែលចោទប្រកាន់ថាមេតាថាបានដឹងអំពីគ្រោះថ្នាក់ដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យុវជនក៏ប៉ុន្តែមិនបានចាត់វិធានការការពារឲ្យបានគ្រប់គ្រាន់ក្រៅពីការឃើញរូបភាពដោយអចេតនារបាយការណ៍ក៏បានលើកឡើងអំពីបញ្ហាការគំរាមកំហែងបង្ហោះរូបភាពអាភាសដើម្បីចំណេញទីប្រាក់ដែលកំពុងតែកើនឡើងនិងប៉ះពាល់ដល់កុមារយ៉ាងធ្ងន់ធ្ងរផងដែរជុំវិញព័ត៌មាននេះក្រុមហ៊ុនមេតាបានចេញមុខការពីខ្លួនដោយលើកឡើងថាពួកគេបាននឹងកំពុងតែដាក់ចេញនូវមុខងារថ្មីជាច្រើនដើម្បីការពារអ្នកប្រើប្រាស់វ័យក្មេងដូចជាទី1ការកំណត់គណនីដោយស្វ័យប្រវត្តិការដាក់កម្រិតទៅលើសារពីមនុស្សចម្លែកការប្រើប្រាស់នៅបច្ចេកវិទ្យា AI ដើម្បីស្វែងរកនិងលុបខ្លឹមសារដែលមិនសមរម្យគួរជម្រាបជូនផងដែរថាករណីនេះគឺជាផ្នែកមួយនៃសម្ពាធផ្លូវច្បាប់កាន់តែខ្លាំងឡើងទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីធានាថាវេទិការបស់ពួកគេគឺមិនខ្លាចជាកន្លែងបង្កប់គ្រោះថ្នាក់ដល់កុមារនិងយុវជនឡើយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ត្រៀមចេញ iPhone 18 Pro ពណ៌ក្រហមឆ្អៅយ៉ាងទាក់ទាញខណៈដែល iPhone អេក្រង់បត់នឹងមានតែពណ៌បុរាណតែប៉ុណ្ណោះស្របពេលដែលក្រុមហ៊ុន Apple កំពុងតែត្រៀមបង្ហាញខ្លួន MacBook ជំនាន់ថ្មីនិង iPhone 17e នាដើមខែមីនាខាងមុខនេះស្រាប់តែមានដំណឹងលេចធ្លីមួយអំពីអនាគតទូរស័ព្ទកំពូល iPhone 18 Series នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន GSM Arena នៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2026នេះតាមរបាយការណ៍ពីលោក Mark Gurman អ្នកវិភាគដ៏ល្បីល្បាញមកពី Bloomberg បានឲ្យដឹងថាក្រុមហ៊ុន Apple កំពុងតែធ្វើតេស្តពណ៌ថ្មីសម្រាប់ iPhone 18 Pro គឺពណ៌ក្រហមឆ្អៅ
ពណ៌ថ្មីនេះគឺត្រូវបានគេរំពឹងថានឹងក្លាយជាពណ៌តំណាងដ៏លេចធ្លោបំផុតសម្រាប់ model ឆ្នាំ2026 ខាងមុខនោះក្រៅពីពណ៌ក្រហមក្រុមហ៊ុន Apple ក៏អាចនឹងរក្សាទុកពណ៌ទឹកក្រូចដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះផងដែរដែលឡែកសម្រាប់ទូរស័ព្ទអេក្រង់បត់ដំបូងគេរបស់ក្រុមហ៊ុន Apple ដែលគ្រប់គ្នាទន្ទឹងរង់ចាំគឺ iPhone 4 ហាក់បីដូចជាមិនមានជម្រើសពណ៌ស្រស់ឆើតឆាយនោះទេយោងតាមប្រភពដដែលបានឲ្យដឹងថាក្រុមហ៊ុន Apple ចង់ឲ្យ iPhone អេក្រង់បត់មានរូបរាងបែបថ្លៃថ្នូរនិងមើងម៉ាត់បំផុតដូច្នេះវាអាចនឹងបង្ហាញខ្លួនតែពីជម្រើសតែប៉ុណ្ណោះគឺពណ៌ប្រផេះចាស់ខ្មៅនិងពណ៌សរួមជាមួយនឹងពណ៌ប្រាក់ផងដែរខណៈដែលគេរំពឹងថា iPhone 18 Pro និង iPhone Fold នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ2026នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple សូមអរគុណចំពោះការទស្សនាកម្មវិធីបច្ចេកវិទ្យា Update Today